ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយទៀតហើយគឺត្រីអណ្ដែងបំពងជាមួយនឹងត្រីប្រៃចាអញ្ចឹងមុខម្ហូបរបស់យើងគឺងាយស្រួលខ្លាំងមែនទែនមានដូចជាត្រីអណ្ដែងដែលខ្ញុំបានទិញមកពីផ្សារហើយនឹងត្រីប្រៃហើយនឹងជាមួយនឹងផ្លែពពាយចាអញ្ចឹងត្រីប្រៃខ្ញុំទិញមកពីផ្សារដែរប៉ុន្តែខ្ញុំទិញមកពីអ្នកស្រុកដែលគាត់ធ្វើខ្លួនឯង ចាគឺគាត់មានរសជាតិឆ្ងាញ់ហើយយើងញ៉ាំដោយមានសុវត្ថិភាពយើងអត់ខ្លាចមានដោយសារអ្វីមកទេអញ្ចឹងព្រមសឹងរបស់យើងអត់មានអីច្រើនទេបងប្អូនមានតែ3មុខហ្នឹងឯងបើសិនជាចំណង់ចំណូលចិត្តបងប្អូនចង់ញ៉ាំជាមួយត្រសក់ទៀតក៏បានចាអញ្ចឹងនៅពេលនេះខ្ញុំចាប់ផ្ដើមលាងត្រីដូចថាយើងទិញត្រីពីផ្សារមកហើយខ្ញុំក៏បានដាក់លាងឲ្យត្រីជ្រះឆ្អាមអញ្ចឹងខ្ញុំដាក់អំបិលចូលដែរខ្ញុំលាង3ប៊ុំទឹកដើម្បីឲ្យត្រីជ្រះ របៀបថាតែដៃមានភាពរអិលអញ្ចឹងខ្ញុំដាក់អំបិលលាងពីបេទឹកតែលាងវាឲ្យជ្រះភាពអង្អិលនោះចេញហើយខ្ញុំលាងច្រើនទឹកខំមែនទែនព្រោះខាត់វាអត់ជ្រះហើយខាត់ពេលយើងញ៉ាំទៅវាមានធុំក្លិនណាចឹងខ្ញុំក៏បានលាងវាច្រើនដងដែរដើម្បីឲ្យវាបានជ្រះចាំបន្ទាប់ពីយើងបានលាងត្រីរួចហើយយើងក៏បានដាក់សម្រស់វាដើម្បីឲ្យវាស្រស់ទឹកហើយយើងយកទៅមកកន្លែងទៀតបន្ទាប់មកខ្ញុំក៏បានយកកណ្ដៃថ្មីមួយទៀត យកមកដើម្បីលាងបន្លែរបស់យើងគឺខ្ញុំលាងបេះដោយសារតែបន្លែរបស់យើងគឺបេះមកភ្លាមៗអញ្ចឹងវាអត់ល្អវាខ្លះល្អខ្លះអត់ល្អអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំក៏បានលាងឲ្យកាត់មើលត្រង់កន្លែងណាដែលយើងអត់ស្គាល់ល្អខ្ញុំកាត់វាចោលដោយសារតែផ្លែពពីហ្នឹងក៏ស្រួយដែរបងប្អូនអត់ស្វិតទេដោយសារតែនៅខ្ចីដែរអញ្ចឹងខ្ញុំលាងឲ្យមើលណាគេខ្មៅខ្មៅឬក៏មានជាំអីខ្ញុំកាត់ចោលអស់ប៉ុន្តែល្អហើយលាងវាច្រើនទឹកដែរបងប្អូន ដោយសារតែយើងញ៉ាំវាឆៅអញ្ចឹងយើងលាងដោយមើលប្រុងប្រយ័ត្នដែរដោយសារតែពេលខ្លះញ៉ាំទៅខ្លះឈឺពោះអញ្ចឹងខ្ញុំលាងបន្លែរបស់យើងរួចហើយខ្ញុំយកដាក់ថង់ទូទឹកកកខ្ញុំមួយចាប់ផ្ដើមដាក់ខ្ទះចូលទៅលើចង្ក្រានរបស់យើងហើយបើកភ្លើងចាក់ខ្លាញ់ចូលដើម្បីបំពងត្រីអណ្ដែងរបស់យើងអញ្ចឹងខ្ញុំទុកវាឲ្យរាងក្តៅបន្តិចពេលដែលវាក្តៅហើយខ្ញុំចាប់ផ្ដើមដាក់ត្រីរបស់យើងចូល ដើម្បីចង់ឲ្យត្រីស្រួយបងប្អូននឹងចង់បានត្រីញ៉ាំជ្រលក់ជាមួយត្រីប្រៃបែបស្រួយស្រួយអញ្ចឹងខ្ញុំដាក់ខ្លាញ់ញ៉ាំក្តៅហើយបើភ្លើងទាំងខ្លាំងបន្តិចដែរហើយដាក់វាចូលទៅដើម្បីឲ្យធ្វើឲ្យត្រីយើងស្រួយហើយមិនជាប់ក្នុងខ្ទះបើសិនជាដាក់ខ្លាញ់អត់ក្តៅត្រីរបស់យើងជាប់ហើយនៅក្នុងខ្ទះអញ្ចឹងខ្ញុំដាក់ខ្លាញ់យកក្តៅហើយដើម្បីឲ្យស្រួលបំពងហើយអត់ត្រីរបស់យើងអត់ជាប់ជាមួយនឹងខ្ទះទេយេឈានទៅបានល្អ ចាអញ្ចឹងខ្ញុំទុកត្រីរបស់យើងចោលមួយឡែកសិនខ្ញុំវាចាប់ផ្ដើមលាយគ្រឿងត្រីប្រៃរបស់យើងបងប្អូនដោយសារតែនៅក្នុងអឺការលេបរបស់ខ្ញុំភ្លេចទិញខ្ញីអញ្ចឹងគ្រឿងផ្សំរបស់យើងដែលដាក់នៅក្នុងត្រីប្រៃអត់មានអីច្រើនទេបងប្អូនបើសិនជាចំណង់ចំណូលចិត្តរបស់បងប្អូនចង់ដាក់អំពិលខ្ចីបានដូចគ្នាតែដោយសារខ្ញុំអត់ចូលចិត្តខ្ញុំអត់បានទិញអំពិលខ្ចីមកទេប៉ុន្តែចាយដល់អីបងប្អូនអើយគឺភ្លេចទាំងខ្ញីទៀតអញ្ចឹងខ្ញុំដាក់តែដោយសារខ្ញុំប្រាប់ប៊ីចេងដាក់ប៊ីចេងបន្តិចហើយស្ករសពីសាប្រេកាហ្វេហើយនឹងខ្ទឹមខ្ញុំចាត់ខ្ទឹមជាកង់ខ្ញុំអត់បានចិញ្ច្រាំទេប៉ុន្តែខ្ញុំចាត់វាជាចំណិតដាក់ចូលហើយចុងក្រោយខ្ញុំក៏ដាក់ម្ទេសបងប្អូនអើយតើតែញ៉ាំមិននឹកឃើញថាអូភ្លេចទិញខ្ញីមកពីផ្សារអញ្ចឹងក្នុងវីដេអូនេះខ្ញុំអត់បានដាក់ខ្ញីទេខ្ញុំដាក់តែខ្ទឹមម្សៅស៊ុបហើយស្ករហើយនឹងម្ទេសចឹងខ្ញុំហាន់វាជាបែបហ្នឹងដាក់ចូលទៅក្នុងចានចាហើយច្បល់ចូលគ្នាឲ្យសព្វចាំតោះណាខ្ញុំអត់ទៅអានម្ទេសទេអញ្ចឹងចាអញ្ចឹងខ្ញុំក៏យកម្ទេសមកហើយហាន់ដាក់ចូលទៅក្នុងត្រីប្រៃរបស់យើងចានេះជាម្ហូបដែលខ្ញុំចូលចិត្តអស់បាយច្រើនណាស់បងប្អូនបាយអស់ទាំងចានបើសិនជាបងប្អូនអាចចូលចិត្តត្រសក់បងប្អូនអាចលាងត្រសក់ឲ្យចាក់ចូលទៅក្នុងទូទឹកកកដាក់ក្លាសេឲ្យត្រជាក់ក៏ឆ្ងាញ់ដូចគ្នាបងប្អូនឆ្ងាញ់ពុពាយដូចគ្នាដែរគឺឆ្ងាញ់វារបៀបថាវាត្រូវគ្នាជាមួយនឹងលក់ត្រូវគ្នាជាមួយនឹងត្រីអញ្ចឹងខ្ញុំក៏បានត្រីរបស់យើងបានឆ្អិនហើយអញ្ចឹងយើងក៏បានទៀតដាក់ចានម្ហូបរបស់យើងគឺរួចជាការស្រេច
ចាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះសូមជួយចុច Subscribe ឆានែល YouTube របស់ខ្ញុំផង